welcome to my channel សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញខ្លះៗទាក់ទងជាមួយកខុបព្រៃនិងអត្ថប្រយោជន៍របស់កខុបព្រៃកខុបព្រៃជារុក្ខជាតិម្យ៉ាងដែលស្រដៀងទៅនឹងកខុបបារាំងដែរកខុបបារាំងវាផ្លែធំៗហើយកខុបព្រៃនេះក៏វាមានទំហំផ្លែធំៗដែរអ្នកទាំងគ្នាហើយរសជាតិផ្អែមមានអាល្អិតមានអាធំដូចគ្នាអញ្ចឹងណាប៉ុន្តែអត្ថប្រយោជន៍វាគេហាលស្ងួតគេយកទៅដូចជាឆុងខុបស្រុកជាមួយនឹងតែឬក៏ដាំទឹកផឹកអញ្ចឹងណាវាជួយកាពះពោះវាចត់អ្នកនរគ្នាចត់អញ្ចឹងវាជួយដល់កាពះយើងអ្នកដែលអត់សូវញ៉ាំអាហារអីខុបព្រៃពេលយើងយកទៅហាលឲ្យស្ងួតហើយទុកដាំទឹកផឹកជំនួយទៅដល់កាពះល្អមែនតើបាទនេះខ្ញុំមកព្រៃជាមួយម៉ែខ្ញុំគាត់ចូលចិត្តញ៉ាំកខុបហើយអូនខ្ញុំក៏ចឹងដែរហើយកខុបនិយាយពីផ្លែធំហ្នឹងអ្នកនរគ្នាអស់ហ្នឹងដោយសារតែសត្វមកស៊ីទេដូចជាសត្វពពូលសត្វមូទូសត្វតោកអីហ្នឹងវាមកស៊ីច្រើនហើយក៏មានអ្នកកាប់ដែរអ្នកកាប់គោលអីចឹងណាពួកគាត់ចង់បេះកខុបហ្នឹងហូបតែម្ដងបណ្ដោយគឺឈប់ណាវាចឹងហើយបើទុកបានយូរវាឆ្នាំក្រោយផ្លែមកវាធំអញ្ចឹងដែរតែកាប់វាហើយឆ្នាំក្រោយវាអាចប្រែប្រួលផ្លែអត់សូវធំអញ្ចឹងណាវាមិនចឹងដែរអូស្ដៅមិនជារវិញណាបើខាងអ្នកស្រុកស្រែច្បាស់តែស្គាល់ហើយប្រភេទកខុបព្រៃហ្នឹងណាគេក៏ស្គាល់ដែរកូនក្មេងតាមស្រុកស្រែជនបទប៉ុន្តែដូចជាអ្នកទីក្រុងគាត់អត់ដែលឃើញហើយអត់ស្គាល់ពីអត្ថប្រយោជន៍នៃកខុបព្រៃហ្នឹងទៅនៅខាងស្រុកខ្ញុំសម្បូរបំផុតខុបព្រៃហើយខែហ្នឹងខែស្ទូងដកហ្នឹងពេញវាផ្លែហើយទុំហើយចាប់ដើមទុំហើយអញ្ចឹងសម្បូរសត្វមកស៊ីសត្វដូចជាសត្វកងកេងហ្នឹងក៏វាស៊ីដែរផ្លែហ្នឹងពួរផ្អែមប៉ុន្តែខ្ចីវាចត់អ្នកនរគ្នាចត់ហ្នឹងត្រូវកាពះហើយចត់ប៉ុន្តែបើយើងសង្កេតមើលថាមើលអាកន្លែងនេះអ្នកនរគ្នាសង្កេតមើលកន្លែងនេះគេត្រូវគេកាប់ប៉ុន្តែខ្ញុំថាដឹងកាប់អីទេកាប់ផ្លាញអស់ហើយដល់ឆ្នាំក្រោយបានអីទៀតលើហ្នឹងគាត់ថាស៊ីតែម្ដងឈប់ស៊ីហ្មងមែនស៊ីតែម្ដងមានន័យថាស៊ីឲ្យកាប់ដើមចោលអញ្ចឹងឆ្នាំក្រោយបានអីទៀតបានអីស៊ីទៀតអរគុណសម្រាប់ការតាមដានទស្សនា